ឆ្នាំ1901ក្រោមផ្ទៃមេឃនឹងអាប់ផ្សែងដ៏ងងឹតនៅថ្លាក់ក្នុងផ្ទះដែលព្រៀបបាននឹងវិមានដ៏ធំស្កឹមស្កៃរហូតដល់មានអារម្មណ៍ថាកណ្ដោចកណ្ដែងយ៉ាងចម្លែកបើសង្កេតឲ្យច្បាស់បន្តិចយើងពុំឃើញមានវត្ថុមានតម្លៃឬគ្រឿងតុបតែងលម្អឲ្យសមស័ក្តិយសញឹកដែលគួរតែជាម្ចាស់ផ្ទះនេះឡើយផ្ទះនេះគឺទទេស្អាតប្រៀបដូចជាផ្ទះដែលមានតែសម្បកជាមនុស្សមានកាយតែគ្មានវិញ្ញាណឆាប់ពន្លឺផ្លែកបន្ទោស្រាប់តែបំភ្លឺឡើងទៅលើមេឃចាំងចូលមកក្នុងផ្ទះក្លឹបភ្លេតអមជាមួយនឹងសំឡេងផ្គរលាន់គ្រហឹមធ្ងន់រឹតតែធ្វើឲ្យបរិយាកាសនៅទីនេះហាក់សន្ទប់ទៅដោយភាពខ្មៅងងឹតគួរឲ្យព្រឺសម្បុរទោះបីជាមានពន្លឺព្រះច័ន្ទចាំងចូលតាមបង្អួចយ៉ាងណាក៏ដោយក៏មិនអាចបំភ្លឺទីដ៏ទូលាយនេះឲ្យមានរស្មីបន្តិចបន្តួចឡើងបានដែរដំណក់ភ្លៀងផ្ដាំធ្លាក់មកប៉ះនឹងបង្អួចធ្វើឲ្យទីដ៏ងងឹតនេះកាន់តែគួរឲ្យសោកសៅស្រងេះស្រងោចប្រៀបប្រដុតនឹងដួងចិត្តរបស់បុរសម្នាក់ស្ថិតក្នុងសភាពខ្លួនទទេបង្ហាញខ្នងធំមាំមានពាក់តែសារងសូត្ររុំខ្លួនហើយកំពុងតែដើរយឺតឡើងជណ្ដើរដ៏ធំរាងកោងដែលមានរចនាប័ទ្មយ៉ាងល្អប្រណិតកាយវិការរបស់គេហាក់ដូចជាធ្វើឲ្យផ្ទះនេះសាយភាយទៅដោយក្លិនគំនុំនិងភាពកាយសាហាវយ៉ាងចម្លែកឡានៅកណ្ដាលរាត្រីដ៏ស្ងាត់ជ្រងំសំឡេងជើងធ្ងន់ដែលលឺរថោផ្ទះចេះតែបន្តមិនដាច់សូរជាមួយនឹងដៃដែលជោកជាំទៅដល់ញើសយើងស្រាប់តែប្រទះឃើញដៃបុរសម្នាក់នោះមានកាន់អ្វីមួយយ៉ាងរាងវែងស្រលូនទម្លាក់ចុះក្រោមប៉ុន្តែដោយសារតែភាពងងឹតអន្តិកាយើងពិតជាមិនអាចសន្និដ្ឋានថានោះជាអ្វីឲ្យប្រកបឡើយមេឃប្រហែលជាបានឮពីចម្ងល់ក្នុងចិត្តរបស់យើងហើយទើបគេប្រឡែងផ្លែកបន្ទោឲ្យបំភ្លឺឡើងម្ដងទៀតប៉ានិងម៉ាក់លើសពីនេះក្បាលខ្ញុំបានទង្គិចយ៉ាងខ្លាំងហើយដៃស្ដាំខ្ញុំក៏ចាប់ផ្ដើមមានបញ្ហាខ្ញុំធ្វើការអ្វីមិនរហ័សរហួននិងមុំមួនដុកមុនឡើយនេះក៏ជាបញ្ហាមួយដែលបង្កឲ្យសកម្មភាពការងារខ្ញុំធ្លាក់ចុះកាលនោះខ្ញុំត្រូវសម្រាកពេទ្យជិត1ខែការងារក៏ត្រូវផ្អាកប្រាក់កម្រៃក៏ទៅតាមនោះសឹងមើលរយៈធំខ្ញុំយកដៃឆ្វេងច្រុតចង្ការលើតុហើយសម្លឹងមើលទិដ្ឋភាពពេលល្ងាចដ៏មមាញឹកនៅចំពីមុខពេលនេះជាម៉ោងមនុស្សទូទៅចេញទៅធ្វើការតែបុរស3នាក់ក្នុងចំណោមមនុស្សដើរទៅមកដែលខ្ញុំកំពុងតែសម្លឹងនេះមិនមែនទៅចេញពីធ្វើការទេព្រោះខ្ញុំស្គាល់ពួកគេច្បាស់ណាស់អាឡាំម្ចាស់បំណុលស្លាប់គិតត្រូវធ្វើយ៉ាងម៉េចមិនតន់មានលុយសងគេទេបើឲ្យពួកអាឡាំឃើញឈឹមនៅពេលនេះប្រកាសជាស្លាប់មិនស្អាតឡើយខ្ញុំប្រញាប់ប្រមូលអីវ៉ាន់ហើយរត់ចេញទៅទាំងមិនតន់បានអោយថ្លៃកាហ្វេគេផងតែមិនអីទេហាងដាច់យ៉ាងនេះមិនបានគិតលុយមួយកែវតូចក៏មិនអីដែរមែនទេសំទោសផងខ្ញុំដើរលបចេញទៅហើយលួចញែកសម្លឹងមើលបរិហ្វម៉ាត់ធំ3នាក់ដែលពាក់អាវស្បែកខ្មៅក្រាស់ឃ្មុំនៅចម្ងាយឆ្ងាយល្មមដែរល្អណាស់សង្ឃឹមថាមិនបីជួបគ្នាទៀតក៏បានដែរណាអរគុណច្រើនលាសិនហើយខ្ញុំរត់គេចខ្លួនមកដល់ផ្លូវមួយដោយមានអីវ៉ាន់សំពេញសំពងភាគច្រើនជាកាសែតនឹងឯងរួចខ្លួនមួយថ្ងៃទៀតហើយខ្ញុំមានអារម្មណ៍ខុសឆ្គងខ្លាំងណាស់ដែលត្រូវរត់គេចមិនសងលុយគេបែបនេះតែខ្ញុំនៅក្នុងស្ថានភាពខុសពីអ្នកបំណុលនោះមិនមែនជារបស់ខ្ញុំទេ 98.5% ជារបស់ប៉ានិងម៉ាក់បំណុលខ្ញុំមានតែ 1.5% ប៉ុណ្ណោះភ្លាមនោះទូរស័ព្ទខ្ញុំក៏រត់ឡើងឃើញដូច្នេះខ្ញុំក៏ប្រញាប់រាវកាបូបរកទូរស័ព្ទយ៉ាងរវាមអាឡូណាត់ខ្ញុំនិយាយទន់ភ្លន់ទៅប្អូនស្រីតែម្នាក់របស់ខ្ញុំហើយដើរទៅមុខយឺត
ឈប់ដាវបន្តិចដោយទឹកភ្នែករលីងរលងខ្លះផងអាឡូបងសូដាខ្ញុំលេបទឹកភ្នែកហើយធ្វើនិយាយធម្មតាចាបងនៅនឹងទេតើខ្ញុំញញឹមបន្តិចហើយយកដៃមកខាងទៀតជូតទឹកភ្នែកខ្ញុំសួរថាបងឯងកំពុងធ្វើអីហ្នឹងសំឡេងតូចគួរឲ្យស្រឡាញ់របស់នាងវារត់តែធ្វើឲ្យទឹកភ្នែកខ្ញុំច្រាលចេញមកបងទៅចេញពីធ្វើការហើយឥឡូវបងកំពុងដើរទៅផ្ទះខ្ញុំប្រឹងធ្វើជាសោយបន្តិចកុំឲ្យនាងដឹងថាខ្ញុំកំពុងយំបងរកការងារបានហើយមែនទេយេខ្ញុំចិត្តបានទៅនៅជាមួយបងហើយសំឡេងក្អាកក្អាយរបស់នាងបានធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ខកឆ្គងដែលកុហកនាងព្រោះខ្ញុំមិនទាន់រកបានការងារនៅឡើយទេបងញ៉ាំបាយហើយឬនៅទេមិញនេះបងនៅហាងកាហ្វេផឹកទឹកច្រើនពេកទើបឥឡូវមិនទាន់ឃ្លានឃីមនិយាយសាយតែណតប្រែជាស្ងាត់ឃីមដកទូរស័ព្ទមកមើលខ្លាចថាដាច់សេវាតែដូចជានៅទេទើបឃីមដាក់ស្ដាប់នឹងត្រចៀកវិញក្រែងបងថាបងទើបចេញពីធ្វើការម្លេះខ្ញុំតាំងមួយកន្លែងស្លាប់ហើយអោណតចាប់បានថាខ្ញុំមិនតន់រកការងារបានទៀតហើយអត់ទេបងចង់និយាយថាកាលពីថ្ងៃមុនបងខ្ញុំនិយាយរដិបរដប់ស្ដាប់មិនយល់ខ្ញុំបិទភ្នែកសម្រួលអារម្មណ៍បន្តិចហើយខំមកជាប់យ៉ាងហត់ចិត្តមិនអីទេបងខ្ញុំនៅជាមួយពូមីងតិចទៀតក៏មិនអីដែរខ្ញុំស្ងាត់មួយសន្ទុះទឹកភ្នែកខ្ញុំក៏ហូរជាប់មកម្ដងទៀតពេលគិតដល់ជីវិតដែលជាកូនកំព្រាឯងមិនខឹងនឹងបងទេលេខ្ញុំសួរណតដោយសំឡេងអួលបងខ្ញុំសុំទោសខ្ញុំធ្វើឲ្យបងយំទៀតហើយណតនិយាយញាប់ព្រោះភាកច្រើនពេលដែលនាងទេមកញោគឺខ្ញុំតែងតែយំព្រោះនឹកវាខ្លាំងពេកហើយណាមួយអាណិតប្អូនណាស់ដែលគ្មានឪពុកម្ដាយដូចគេហើយនៅមានបងស្រីគ្មានបាំងការដូចជាខ្ញុំទៀតនាងតែងតែគិតថានាងជាហេតុផលដែលធ្វើឲ្យខ្ញុំពិបាកចិត្តទើបខ្ញុំប្រឹងទប់មិនយំតែលើកណាក៏ទប់មិនជាប់អត់ទេខ្ញុំឆ្លើយទាំងអួលខ្លងទ្រូងអត់អីទេបងខ្ញុំនៅជាមួយពូមីងស្រួលណាស់បងសុកស្រាប់តែមានសម្លេងមួយឮឡើងចូលទូរស័ព្ទនោះជាសម្លេងពូខ្ញុំពេលឮសម្លេងនោះហើយខ្ញុំក៏ដឹងថាប្អូនខ្ញុំមិនបានរស់នៅស្រួលដោយដែលនាងថានោះទេពូឆ្លោះជាមួយមីងទៀតហើយម្លែកពូខ្ញុំសួរដោយសម្លេងស្រាលផងផ្ទាំងសម្លេងបោកចានបោកឆ្នាំងឮចូលក្នុងទូរស័ព្ទរហូតខ្ញុំត្រូវដកទូរស័ព្ទចេញពីត្រចៀកបន្តិចណាត់ខ្ញុំហៅឈ្មោះនាងដោយសម្លេងធ្ងន់